បាទនៅទីបំផុតគឺយើងបានរកឃើញហើយសម្រាប់ម្ចាស់ខ្សែក្រវ៉ាត់លំដាប់ថ្នាក់ពិភពលោក WKN គុនខ្មែរ World Title លើកដំបូងគឺបានទៅលើនាយចម្បាំងគុនខ្មែរលនបញ្ញាដោយផ្ដួលកីឡាកររបស់ប្រទេសម៉ារ៉ុកខណៈដែលការប្រកួតយ៉ាងជក់ចិត្តរវាងជើងខ្លាំងវ័យក្មេងដឹមសារ៉ុមជាមួយនឹងកីឡាករប៉ែនកាក់មហាមេតកាលពីយប់មិញនេះគឺតតាំងគ្នាពេញ5ទឹកលទ្ធផលចុងក្រោយចាញ់ឈ្នះត្រឹមតែពិន្ទុប៉ុណ្ណោះបាទស្វាគមន៍ប្រិយមិត្តទាំងអស់គ្នាវិលមកកាន់នីតិព័ត៌មានកីឡាជាតិនិងអន្តរជាតិថ្មីសម្រាប់ប្រិយមិត្តដែលចូលមកតាមដានស្ដាប់ថ្មីកុំភ្លេចជួយចុចពាក្យ like និង Subscribe ក្នុង Channel YouTube ខ្ញុំបាទម្នាក់មួយផងបាទសម្រាប់មហាព្រឹត្តិការណ៍ដណ្ដើមនៅខ្សែក្រវ៉ាត់ពិភពលោកគុនខ្មែរ World Title របស់ស្ថាប័ន WKN ហើយក៏ជាការប្រកួតលើកដំបូងនិងជាការប្រកួតលើកទី1ដែលស្ថាប័ន WKN នេះបានដាក់បញ្ចូលនៅវិញ្ញាសាគុនខ្មែរហើយលទ្ធផលការប្រកួតយប់មិញនេះកីឡាករកម្ពុជារបស់យើងលនបញ្ញាចាយពេលត្រឹមតែកន្លះទឹកទី1ទេបងប្អូនដោយផ្ដួលកីឡាករម៉ារ៉ុកដោយប្រើស្នៀតបាត់ជើងអារក្សគឺការទាត់ឈូសពីក្រោមឡើងមកលើហើយកីឡាករម៉ារ៉ុកយប់មិញនេះអាចនឹងមានបញ្ហាបាក់ក្អមបងប្អូនអាចនឹងមានបញ្ហាបាក់ក្អមដោយសារមួយជើងរបស់កីឡាករលនបញ្ញាយប់មិញនេះគឺចូលពេញមែនតើហើយស្នៀតនេះគឺសិស្សប្អូនលនបញ្ញាមួយរូបគឺធនវិហងគឺគាត់តែងតែប្រើបានប្រសិទ្ធភាពហើយយប់មិញនេះលនបញ្ញាប្រើគឺមានប្រសិទ្ធភាពមែនតើបងប្អូនបាទអញ្ចឹងម្ចាស់ខ្សែក្រវ៉ាត់គឺបានទៅលើកីឡាករលនបញ្ញាហើយយើងងាកទៅការប្រកួតដ៏ជក់ចិត្តមកគូទៀតការប៉ះគ្នារវាងកីឡាករដឹមសរុំនិងកីឡាករប៉ែនកាក់មហាមេតគូនេះក៏ជាការប្រកួតសងសឹកហើយការប្រកួតដណ្ដើមនៅខ្សែក្រវ៉ាត់ប្រាក់ Extreme ផងដែរបាទអញ្ចឹងសម្រាប់កីឡាករទាំងពីរយប់មិញនេះការប្រកួតតតាំងគ្នាមានទៅមានមកតតាំងពេញ5ទឹកបងប្អូនហើយលទ្ធផលចុងក្រោយនោះគឺកីឡាករប៉ែនកាក់មហាមេតបានឈ្នះពិន្ទុ5-0គឺឈ្នះឯកច្ឆន្ទតែម្ដងបាទអញ្ចឹងក៏សូមចូលរួមសោកស្ដាយដែរសម្រាប់កីឡាករដឹមសរុំតែការប្រកួតយប់មិញនេះឃើញថាពួកគាត់ទាំងពីរគឺប្រកួតអស់ពីសមត្ថភាពហើយធ្វើឲ្យអ្នកគ្រប់គ្រងគុនខ្មែររបស់យើងមានការភ្ញាក់ផ្អើលនិងជក់ចិត្តជាខ្លាំងហើយក៏សង្ឃឹមថាខាងស្ថានីយ៍នឹងផ្ដល់ឱកាសជាបន្តទៀតឲ្យកីឡាករដឹមសរុំដើម្បីឲ្យគាត់បានធ្វើការប្រកួតដណ្ដើមខ្សែក្រវ៉ាត់ផងដែរបាទហើយជាចុងក្រោយខ្ញុំបាទក៏សូមអរគុណសម្រាប់ប្រិយមិត្តពុកម៉ែបងប្អូនដែលបានចូលមកស្ដាប់ក៏ដូចជាទស្សនាជួបគ្នានៅវីដេអូថ្មីក្រោយទៀត